ថ្ងៃនេះខ្ញុំនឹងមកថតសកម្មភាពរបស់ខ្ញុំរៀនមួយថ្ងៃពេញតែម្ដងនៅសាលាតិចណូថាឆ្នាំទី2ឆមាសទី1នេះខ្ញុំរៀនមុខវិជ្ជាអ្វីខ្លះរៀនប៉ុន្មានម៉ោងដែរតោះទៅតាមសកម្មភាពរបស់ខ្ញុំទាំងអស់គ្នាព្រឹកឡើងខ្ញុំជិះម៉ូតូមករៀនធម្មតាតាមដូចតែរាល់ថ្ងៃចឹងទៅមកដល់ភ្លាមថ្ងៃនេះខ្ញុំបានដើរទៅរកកន្លែង print photo ភ្លាមដើម្បី print กระดาษលំហាត់ទុកមើលព្រោះថ្ងៃនេះយើងត្រូវម៉ោង linear TD ចឹងទៅថ្ងៃហ្នឹងត្រូវ TD 6ម៉ោងយកតែម្ដងថ្ងៃសៅរ៍ណាតែត្រូវ TD ឡើង6ម៉ោង TD នេះមានម៉ោងកញ្ញាយ៉ាមកដល់ភ្លាមយើងមកពេលបន្ទប់ទៅប៉ុន្តែលោកគ្រូក៏ប្រាប់ថាយើងទៅរៀនបន្ទប់នៅខាងលើយ៉ាមកដល់បន្ទប់ខាងលើភ្លាមយើងក៏បានមកអង្គុយមើលគេកែលំហាត់យើងកែអត់សូវចេះយើងកែអត់សូវចេះយើងអង្គុយមើលគេកែលំហាត់រៀនបានប្រហែលខ្ញុំក៏បានរៀនចប់2ម៉ោងបន្ទាប់ពីរៀនចប់2ម៉ោងមកខ្ញុំក៏បានមកចូលអង្គុយកាកបាទផ្លែតខ្ញុំបានបន្តទៅរៀននៅអាគីអ៊ីបន្តទៀតបាទថ្ងៃនេះគឺម៉ោងលោកគ្រូរតនៈតដែរគឺថាម៉ោងមេកានិកដឺបាទរៀនមេកានិកមួយអត់ចេះផងរៀនមេកានិកដឺនេះគឺជាមិត្តភក្តិរបស់ខ្ញុំបាទអូយគាត់ជឿជាក់ខ្លាំងមែនតែអ្នកប្រិយវ័យយើងហ្នឹងហើយនេះបាទរៀនបដៅមើលអនាគតខ្លួនឯងបដៅចឹងទៅព្រោះអីខ្ញុំជាវិស្វករសំណង់ស៊ីវិលអូហូយលយខ្លាំងមែនតើសិតជាវិស្វករសំណង់ស៊ីវិលហើយកប់សេរីតែម្ដងបាទរៀនមកលោកគ្រូបន្តមកប្រហែលផងដល់មកចេញទៀតហើយគាត់ថាលឿនខ្លាំងមែនតើនេះហើយម៉ោង11ថ្ងៃត្រង់ដល់មកយើងចេញពីរៀនហើយបន្ទាប់ពីយើងដើរមកយើងក៏ជួបអាយដល់របស់យើងគឺថាជុំសុភ័ក្រយើងនឹងបងប្អូនមួយចំនួនអាចស្គាល់គាត់ហើយ Yes បន្ទាប់មកយើងក៏បានមកផ្ទះដើម្បីធ្វើការស្រស់ស្រូបអាហារពេលថ្ងៃត្រង់បន្ទាប់មកយើងក៏បានចេញពីផ្ទះធ្វើដំណើរទៅសាលារៀនសាជាថ្មីព្រោះយើងនៅមានម៉ោងថ្ងៃរយៈពេល2ម៉ោងទៀតបាទគឺថាមកដល់ភ្លាមខ្ញុំនឹងអង្គុយកាកបាទក្រហមដើម្បីសរសេរមេរៀនសិនបន្ទាប់ពីខ្ញុំសរសេរមេរៀនហើយទៅដល់កាហ្វេទៅសម្រាប់មួយពេញខ្លាំងមែនតែនព្រោះឯងជីវិតយើងដាច់ជប់រហូតចឹងទៅបន្ទាប់ពីចេញពីកាកបាទយើងក៏បានមកដាក់ទឹកមកដាក់អីចឹងទៅព្រោះយើងសែវលុយព្រោះឯងយើងដាច់លុយចំអត់ទឹករហូតបាទគេថាបាក់ខ្លាំងមែនតែនបន្ទាប់មកយើងក៏ត្រូវមកលីនីអាសាជាថ្មីព្រោះឯងគ្រូថៃម៉ោង2ម៉ោងបាទរៀនសុកមកអង្គុយមើលអនាគតខ្លួនឯងព្រោះឯងម៉ៃត្រីរបស់ខ្ញុំធ្វើការជីកមកណែលយដែរអូចេះនិយាយអូខេបន្ទាប់ពីហ្នឹងមកយើងក៏បានចេញពីរៀនសាជាថ្មីគឺថាម៉ោង3រសៀលយើងបានចេញពីរៀនយើងក៏បានចូលមកកាកបាទជាថ្មីម្ដងទៀតបន្ទាប់ពីចូលកាកបាទហើយខ្ញុំប្រហែលជា10នាទីខ្ញុំបានចេញទៅផ្ទះវិញហើយនេះគឺជាសាររបស់ខ្ញុំមួយថ្ងៃពេញរៀននៅសាលាតិចណូឆ្នាំទី2ចូលមេទី1មានតែប៉ុណ្ណឹងទេគឺថារឿងច្រើនមុខជាប៉ុន្តែ happy